ខ្លាចព្យុះប៉ុន្តែចង់បានព្យុះឃើញពលលោកធម៌ទាំងអស់ហ្នឹងទាំងផ្នែកល្អទាំងផ្នែកអាក្រក់ហ្នឹងប្រៀបដូចជាព្យុះទេព្យុះដែលបោកបោកណាបោកមកលើចិត្តយើងចំមកល្អកើតលោភៈទៅចំហ្នឹងហើយចំមកអាក្រក់ក៏កើតទោសៈទៅកើតទោមនស្សថ្នាំងថ្នាក់ទៅហ្នឹងហើយចង់ឲ្យជីវិតហ្នឹងបានសុខពេលប្រាថ្នាព្យុះលោកចាស់ពិចារណាមើលត្រូវដើរកាត់ផ្លូវទឹកហើយប្រាថ្នាចង់ឲ្យទៅព្យុះហើយដើរទៅវាមិនភ័យរហូតទេត្រូវហ្នឹងហើយមិនឃើញជីវិតដែលរស់នៅដោយសេចក្តីសន្តោសដោយគ្មានការប្រកួតប្រជែងហ្នឹងគឺជាសេចក្តីសុខអត់ឃើញអាហ្នឹងហ្នឹងហើយដល់ពេលយើងខំបំពេញបង្កើនមាននេះហ្នឹងឲ្យខ្លាំងទៅអត់លុយមិនក៏ខំទៅលយទៅឆាយដើម្បីឲ្យគេឃើញមកអញហ្នឹងគ្រាន់បើហ្នឹងហើយជពាក់គេកាន់អវ័នកហ្នឹងហើយពេលដែលជពាក់គេខ្លាចគេដឹងថាអញអត់ទៀតអានេះឃើញឃើញចង់សុកប៉ុន្តែកតែព្យុះកកពូនឡើងពូនតែព្យុះអាហ្នឹងដែលជាធាតុល្ងងរបស់មនុស្សយើងហ្នឹងអត់តន់ដឹងល្ងងទេបាក់ចិត្តចង់ងាប់អត់តន់ដឹងល្ងងចេះឆ្កល់ទេបាក់ចិត្តម៉ែមែនគាត់ហ្នឹងហើយអញ្ចឹងហើយបានដើម្បីបញ្ជាក់នៅជីវិតនេះគឺថាវាមិនចាំបាច់មានអីច្រើនហ្នឹងក៏រស់នៅជាសុខហ្នឹងគឺពុទ្ធព្រះអង្គធ្វើជាគំរូបើនិយាយពីមានណាព្រះអង្គមានជាងគេទ្របទេហ្នឹងហើយទ្របជាស្ដេចផងហើយទ្របកើតដោយបុណ្យទៀតហ្នឹងហើយនិយាយពីអំណាចព្រះអង្គធំជាងគេហ្នឹងហើយបើនិយាយពីរូបសង្ហាព្រះអង្គសង្ហាជាងគេហ្នឹងហើយនិយាយពីចង់និយាយចាំថ្ងៃមិញញោមគាត់ប្រកេតចង្ហាហ្នឹងគាត់ថាគាត់ទៅស្ដាប់ធម៌ស្ដាប់ចូលគាត់ថានិយាយគាត់ថាស្ដាប់លោកគ្រូណាគាត់ថាតាមពិតស្ដាប់លោកព្រោះសំឡេងគាត់ថាខ្ញុំបានព្រះអង្គអស្ចារ្យខុសសាប់ប្រមាណអីគេគូហ្នឹងហើយព្រះអង្គបើសំឡេងព្រះអង្គព្រោះជាងគេដូចព្រំអីចឹងប៉ុន្តែចុងក្រោយហ្នឹងព្រះអង្គអត់បាននាំសត្វលោកថាអាហ្នឹងសុកមែនតេនហ្នឹងដោយសារមានជាងគេដោយសារធំជាងគេដោយសារស្អីអត់ផងព្រះអង្គឃើញតែកង្វល់ហ្នឹងហើយដល់ពេលព្រះអង្គមកកាន់ភេទមួយគឺភេទដែលអត់មានអីទាំងអស់ប៉ុន្តែវាជាវិស័យរបស់ពុទ្ធគឺព្រះអង្គត្រូវធ្វើអញ្ចឹងទៅមនុស្សអ្នកមានទាំងឡាយហ្នឹងយល់តែនឹងដែរបើសិនជាព្រះអង្គកើតមកក្រស្រាប់ហើយព្រះអង្គកាន់ភេទអត់មានអីហ្មងគេមើលងាយបដ ாய் នោះចឹងបានភាពគ្រប់គ្រាន់របស់ព្រះអង្គហ្នឹងគឺជាឧបាយដ៏ល្អប៉ុន្តែគ្រាន់ថាជីវិតដែលវារស់បានហ្នឹងតម្រូវការរបស់វាដូចយើងនិយាយនៅថ្ងៃពុទ្ធសប្តាហ៍មុននោះមិនសប្តាហ៍កន្លងហើយនេះសប្តាហ៍មុនមួយទៀតនិយាយពីការប្រើប្រាស់បច្ច័យ4បច្ច័យ4ពិតជាចាំបាច់មិនអត់ចាំបាច់ទេណាហ្នឹងហើយប៉ិនចាំបាច់របស់វាមានព្រំដែនច្បាស់លាស់តែគ្រាន់ថាការប្រើប្រាស់របស់យើងឲ្យទៅជាសម្ពាធគឺយើងប្រើប្រាស់មិនមែនសម្រាប់តែធាតុចាំបាច់របស់វាយើងប្រើក្នុងន័យផ្សេងច្រើនពេកហ្នឹងហើយទីហោដើម្បីតែគេហៅថាចូលសង្គមចុះមកពាក្យមួយម៉ាត់ណាចូលសង្គមចុះនិយាយពីពាក្យពេចបណ្ណាហ្នឹងត្រូវក៏អាវស្លៀកទៅការគេម្ដងលេងហ៊ានពាក់ឯងខ្លាចគេថាអញមានតែមកសម្រាប់ណាខ្វះគេគាត់ទៅហ្នឹងគាត់ទៅឃើញវេទនាហ្នឹងនេះលោកមកសម្រាប់ឃើញហើយខ្ញុំណាគេជាប្រាប់ដែរមិនឃើញស្លៀកពាក់ខោអាវដាល់ចឹងជួនកាលខ្ញុំណាស្លៀកអាហ្នឹងទៅវាស្រួលអាខ្លះខ្ញុំណាស្លៀកទៅវាស្រួលជាការគាត់ជាប់ទម្លាប់កាន់នៅលោតែមួយហ្នឹងគ្រប់ហើយហ្នឹងហើយ
មានច្រើនដែរតែខ្លះមិនតន់ដែរស្លៀកផងប៉ុន្តែខ្លះទៅស្លៀកទៅវាស្រួលប៉ុន្តែគ្រូថ្មទៅគ្រូនិយាយកន្លែងហ្នឹងនឹកឃើញប្រពុតណាបងដូចរកក្រៅលើឃើញឲ្យប្រសងប្រើជីវរដែរសន្តោសណាកណាខ្ញុំណែធ្លាប់ជួបជនជាតិអង់គ្លេសគាត់ថានៅក្នុងអរិយប្រទេសហ្នឹងគឺវាប្រកួតរឿងបច្ចេកវិទ្យារឿងអីហ្នឹងច្រើនគាត់ stress ខ្លាំងដែរហ្នឹងប៉ុន្តែដល់ពេលបានសិក្សាពីពុទ្ធទៅគាត់ឆ្ងល់ថាហេតុអីបានមនុស្សម្នាក់ដែលនៅជាកម្ពូលមនុស្សហើយត្រូវលះបង់អីទៅនៅក្នុងភេទដែលអត់អីដំបូងគាត់មិនយល់ថាព្រះអង្គរកផ្លូវឃើញទេគាត់មនុស្សខូចចិត្តអីអញ្ចឹងពាក្យហ្នឹងលឺពីសម័យនោះអញ្ចឹងសម័យកាលនេះទាំងទៅខូចចិត្តរឿងអីតែអញ្ចឹងទៅដល់គាត់រៀនគាត់មិនទៅតាមលើទម្លាប់អីគាត់រៀនគាត់អានច្រើនអញ្ចឹងទៅគាត់បានគាត់ថាអាចយកមកដាក់ក្នុងជីវិតបានមែនគាត់ឯកភាពថាធាតុពិតយើងមិនចាំបាច់មានអីច្រើនពេកមែនតែមិនមែនអត់សោះទេបាទគ្រូតែមិនល្មមក៏យើងអាចរស់នៅបានដោយភាពសច្ចៈបានដែរហ្នឹងហើយគាត់ថាមិនងាយអាកលឹះបន្តិចប៉ុណ្ណឹងងាយហ្នឹងហើយមនុស្សខ្លាចតែគេថាអន់អញ្ចឹងហើយតាមពិតអន់ស្រាប់សោះហ្នឹងអន់ទៅវាដើមហ្នឹងជិះទៅខ្លាចគេថាអន់តាមពិតអន់ស្រាប់សោះបាទហ្នឹងខណៈក្នុងភាពជាបុថុជនមួយហ្នឹងវាអន់ស្រាប់ទៅហើយមិនមែនអរិយបុគ្គលទេណាប៉ុន្តែយើងចេះតែខ្លាំងដល់អំណាចកិលេសរបស់យើងហ្នឹងហើយភ័យអញ្ចឹងបានថាសម័យនេះវាគ្មាននរណាដែលថាមិនសូវជាពាក់គេនោះទេស្រុកយើងឃើញផ្ទះធំផ្ទះទូចអីហ្នឹងមានខ្លះដែរដែលអត់ជាពាក់ណាប៉ុន្តែភាគច្រើនជាពាក់ប៉ុន្តែទុកកង្វល់របស់គាត់គឺអាមុខមាត់ហ្នឹងហ្មងដែលធ្វើឲ្យគាត់ចងកមិនមែនរឿងជាពាក់គេមកមុខទេគឺខ្មាស់គេឃើញមាននេះសម្រាប់ឯងហើយតួខ្មាស់គេដោយសាររឿងហ្នឹងរឿងអីគឺមាននេះអញធ្លាប់លយទៅណាគេហៅមេនៅអត់កើតខ្មាស់គេបាទខ្មាស់គេអាហ្នឹងជាតួកិលេសតួមាននេះតែកិលេសចេះធ្វើការល្អនោះណាហ្នឹងហើយចឹងបានដូចជីវិតខ្ញុំកណានេះគេគិតថាដឹងមានបណ្ណានេះណាគេគិតថាក្រយូរហើយល្បីម្លងតែកណាថាពេលខ្លះដូចជាមិនចាំបាច់ឆ្លើយទេនឹងមានបណ្ណាអត់បណ្ណាហើយបើមកសួរអញ្ចឹងមិនចង់ឲ្យលុយចាយមែនសួរអញ្ចឹងមិនបានឲ្យទេព្រោះមិនឲ្យកុំសួរហ្នឹងគ្នាក៏មិនតន់សុំដែរហ្នឹងបានទៅសុំអីពឹងពាក់អីទៅចាំសួរណាហ្នឹងហើយសួរមិនបួសយូរហើយសល់ខ្លះទេចាំបាច់មកសុំអីចេះចោះទៅណាមិនតន់ដែរសុំផងហ្នឹងសួរមានអីអត់អីចឹងហ្នឹងហើយប៉ុន្តែឲ្យមានអីក៏មិនដឹងថាមានអីបាទប៉ុន្តែថារស់មិនបានក៏ដូចជាមិនអត់ទេបាទវាចេះរស់ចឹងតែរស់បានហ្នឹងហើយចេះយើងកុំភ័យពេកជីវិតណាកុំភ័យពេកមើលរស់ពេកមើលអត់ទេខ្ញុំខ្លាចថារស់មិនកើតវាពិបាកសំបីតែចកនឹងវាមិនដើររៀនចេះអក្សរអីផងនៅតែធម្មតាទេកាលណាយើងភ័យទុកមុនពេកហ្នឹងវាធ្វើឲ្យ stress បាទជីវិតនេះបើយើងកុំប្រៀបធៀបរស់តាមធម្មតាអញ្ចឹងទៅបើគេមួយថ្ងៃគេចូលហាងអស់2-300យើងចំណាយ100ទៅទិញម្ហូបបានមក2-3ថ្ងៃទុកផ្ទះទៅកាត់បន្ថយចំណាយទៅបើចំណូលវាមិនសម្បូរកាត់បន្ថយចំណាយមករស់ស្រួលមើលគ្មានស្អីទេមិនខ្លះគេមើលគ្រូធម្មតាមានណាអាចមានមែនខ្ញុំណាគឺត្រង់ថា
វាមិនដែលត្អូញថាខ្វះអីមួយពីណាតាំងពីនៅលោកនៅលោកបដចាំបាននៅលោកណាស់ធ្លាប់គិតតែគូទេសនាចូលបនថិនមួយខែអស់លេខ្ញុំរងមានណាកានៅមានក្បាច់ចុងក្រោយមួយទៀតគាត់មែនតេនមកធ្វើកូនសាសលោកនឹងចាំចាំក្រោយអូអត់មានទុច្ចរិតទេត្រូវនិយាយមែនណាហ្នឹងហើយឲ្យលើកឧទាហរណ៍ជីវិតកណាឧទាហរណ៍ថាបន្តិចទៀតកណាប្រឹងខ្លួនឯងឡើងកើតណាកណាមកប្រើវត្តប៉ុន្មានថ្ងៃមកហូបច្រើនដល់ឃើញគ្រូមកឧទាហរណ៍និយាយពីគេថា life quality មានន័យថាជីវិតគុណភាពជីវិតខ្ញុំណែកំពុងតែចង់និយាយថាភាពខ្មាស់គេតែក្នុងសុចរិតសោះហ្នឹងហើយបងជំរុញឲ្យមនុស្សធ្វើទុច្ចរិតដើម្បីបំបត្តិភាពខ្មាស់គេឧទាហរណ៍មិនហ៊ានឲ្យគេមើលឃើញថាខ្លួនមិនមានធនធានច្រើនទេអញ្ចឹងដើម្បីបង្ហាញថាខ្លួនឯងមានធនធានច្រើនអញ្ចឹងទៅរកស៊ីអីឲ្យឆាប់មានជួយគ្រឿងញៀនទៅលក់ថ្នាំញៀនទៅលាក់បាំងគេទៅហើយដើម្បីយកឈ្មោះជាអ្នកមានណាដើម្បីបង្ហាញគេថាអ្នកមានហើយជីវិតបែបហ្នឹងយើងដឹងហើយថាថ្នាំញៀនវាធ្វើបាបមនុស្សណាហ្នឹងហើយយើងចំណេញលុយបានរាប់សែនរាប់លានដុល្លារក៏ពិតមែនក៏ប៉ុន្តែនៅពេលដែលថ្នាំញៀនហ្នឹងវាសារាចរទៅក្នុងសង្គមវាទៅធ្វើបាបមនុស្សហ្នឹងហើយមានលុយទៅទិញឡានទំនើបមានវិឡាធំហេជីវិតបែបនេះក្នុងសង្គមពុទ្ធជនលយហើយសង្គមមហាជនរាល់ថ្ងៃហ្នឹងលយមើលទៅលយតែនៅក្នុងសង្គមសប្បុរសថោកទាបអត់ស្មើអ្នកសុំទានទេណាសុំទានយើងមើលឃើញអន់ពីខាងក្រៅប៉ុន្តែខាងក្នុងគាត់យកតែរបស់ដែលគេឲ្យទេគាត់អត់ទៅលួចគេសូម្បីមួយរៀលទេអញ្ចឹង life quality គុណភាពជីវិតផ្នែកសុចរិតអ្នកឡានទំនើបទៅលក់គ្រឿងញៀននោះហើយនឹងអ្នកសុំទានគេនោះពីណាជាជីវិតបរិសុទ្ធបាទហ្នឹងហើយចឹងឯងបានអ្នកខ្លះគាត់និយាយធ្វើឲ្យមនុស្សបែងចែកវណ្ណៈហ្នឹងកាន់តែខ្លាំងគាត់ថាទៅចាំបាច់មើលឋាននរកឯណាមើលទៅចិត្តផ្សារថ្មីអីហ្នឹងគាត់ចង់និយាយថាអ្នកដើរសុំទានអីហ្នឹងគាត់ថាហ្នឹងប្រែតនរកហើយអត់ទេបើគាត់មិនលួចគេគាត់ដើរទៅសុំគេគាត់អាចជាមនុស្សទេវតាតែអ្នកមែនឡានទំនើបហ្នឹងរស់ស៊ីទុច្ចរិតនឹងឯងទៅជាមនុស្សនរកមនុស្សនរកមនុស្សនៃរយៈកោគឺគេចង់និយាយសម្ដៅទៅលើមនុស្សណាដែលច្រើនដោយទោសៈច្រើនដោយការបៀតបៀនមិនគិតសុខទុក្ខអ្នកដទៃមនុស្សសពេតោគឺនិយាយទៅលើនរណាដែលសម្បូរដោយភាពលោតលន់មនុស្សប្រែតហ្នឹងហើយអ្នកសុំទានគ្នាមកចែកណាបាទគ្រូហ្នឹងស្តៀងនៅជីវិតលោកដែរណាត្រូវមករស់ហ្នឹងហើយអញ្ចឹងបានពេលដែលកំណត់សញ្ញាកន្លែងហ្នឹងបានហើយវាមិនដឹងខ្មាស់គេរឿងអីបើទោះជាញ៉ៃក្រោយកណាថា support ជីវិតខ្លួនឯងមិនបានមានពេលខ្លះមកសុំលោកក៏ដោយសុំនរណាក៏ដោយអញ្ចឹងបាននៅតែឃើញថាជីវិតហ្នឹងនៅតែសុចរិតថ្មចាំពាក្យលោកគ្រូកាលគ្រូដឹកនាំនៃរដ្ឋណាគ្រូថាបួសជាប្រសងកុំខ្វះច្រើនពេកបើថ្ងៃណាអត់អីឆាន់វាកាន់បាតដើរមែនគ្រូកាន់បាតដើរបិណ្ឌទៅណាមានអីចឹងបានជីវិតយើងរាល់ថ្ងៃប្រៀបដូចជាអ្នកដើរតាមផ្លូវទឹកដូចខ្ញុំណាលើកចឹងបាទអញ្ចឹងសត្រូវឬថាភ័យរបស់អ្នកដើរទឹកគឺរលកទឹកឬក៏ព្យុះហ្នឹងឯងដែលធំហើយបងបានលើកឲ្យថាគឺលោកធម៌